នឹកផ្ទះនឹកស្រែនឹកស្រុកខ្ញុំក៏មកស្លបប្រហើបបងអមមានតែបងក្រៀមនឹងឯងចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាហើយខ្ញុំថ្ងៃមុននឹងបានទៅផ្សាររបស់ជនជាតិប្រចាំបូព៌ាហើយក៏ឃើញលពៅមួយនេះតំណងថាល្មុតក៏ទិញយកមកពណ៌វាក៏ស្អាតហើយគ្រាប់វាក៏ធំហើយខ្ញុំគិតថាយកមកទុកធ្វើពូជដែរក្រែងលោមានដីដាំគេទៅជាភាសាអង់គ្លេសគេហៅថា courgette នៅអាមេរិកគេហៅថា zucchini ហើយនៅពេលដែល courgette នេះចាប់ផ្ដើមធំហើយចាស់គេលែងវាហៅថា courgette ហើយគេហៅវាថា marrow ម្ដងខ្ញុំមកចិត្តលពៅរៀបចំដាក់ស្លនេះហើយត្រៀមធំបន្តិចហើយពេលចិត្តផងក្នុងចិត្តនឹកឃើញថាដឹងវាល្មុតឆ្ងាញ់អត់ទេតម្លៃថ្លៃផងក៏មកដុំនឹង5,000ណាមកដុំទូចអត់គេនឹងចំណែក marrow នឹងគឺបានអត់គេថ្លៃទេគឺបានអ្នកភូមិគេចែកម្លែកគេដាក់មកផ្ទះទៅពួកខ្ញុំយកមកហើយក៏មកចិត្តដាក់ស្លតែម្ដងទៅស្លរបស់ខ្ញុំស្លប្រហើរទេប៉ុន្តែថាមានតាំងពីអត់ទឹមបារាំងទឹមអីនេះឃើញថាបើមិនថែមទេវាសល់អត់ទឹមបារាំងគេយកមកច្រើនជាទម្លាប់របស់ខ្ញុំនៅពេលដែលស្លប្រហើរខ្ញុំតែងតែថែមទឹមមកកពឹសឬពីកពឹសចឹងឯងខ្ញុំដាំទឹកក្តៅពុះហើយយកមកចាក់ក្នុងឆ្នាំងស្លរៀបចំត្រីដែលកកហ្នឹងត្រីសល់តែមកកង់ហ្នឹងឯងក៏យកវាមកស្លប្រហើរទៅម្ដងទៅព្រោះអីសល់តែប៉ុណ្្នឹងទុកធ្វើអីទៀតទេមានត្រីផ្ទក់ត្រីឆ្ដោត្រីឡយត្រីអីទេគឺត្រីប្រាហ្នឹងឯងអត់មានអីឆ្ងាញ់ទេតែមានអីហើយក៏ស្លហ្នឹងទៅក៏គ្រាន់បើជាងអត់ដែរហើយខ្ញុំក៏បងត្រីចូលទៅហើយក៏យកមកពីស្រុកហ្នឹងប្រើតែបានប្រហែលខែសោះប្រើឡើងចង់អស់ដែរដោយសារខ្ញុំចូលចិត្តហូបប្រហុកខ្ញុំមិនយកប្រហុកទៅបងសាឡទេខ្ញុំយកវាទៅច្រាំជាមួយសាច់ជ្រូកដាក់ពងទាពងមិនចំហុយយ៉ាងឯងខ្ញុំចូលចិត្តហូបគ្រាន់តែរៀងឆ្ងល់ខ្លួនឯងបន្តិចនៅពេលដែលហូបប្រហុកលីងប្រហុកចំហុយអីចឹងទៅរៀងឈឺកកហើយធ្វើឲ្យផ្ដាសាយតែបើបងក្នុងសាឡចឹងអត់សូវអីទេបន្លែបៃតងនេះខ្ញុំប្រើស្លឹកពេញតអត់បានទៅណាឆ្ងាយទេហើយក៏អត់មានណែមកអមស្រស់ដែរខ្ញុំប្រើមកអមក្រៀមចឹងទៅម្ល៉េះមួយឆ្នាំងនេះខ្ញុំហូបតែម្នាក់ឯងទេមកបងប្អូនហូបជាមួយខ្ញុំហើយសោកស្ដាយចំពោះខ្លួនឯងផងព្រោះល្ពៅនេះអត់ល្មុតឆ្ងាញ់ទេ